cái này nó còn sạch rồi. ដំណើរដើរព្រៃស្វែងរកលៀបនិងសំណាងគិតថាបើយើងដេកនៅផ្ទះតនេសំណាងនឹងលៀបមិនរត់មករកយើងទេពួកពីរនាក់ហ្នឹងខ្មឹកសាហាវតតែយើងដើរទៅរកពួកវាហើយគោលបំណងទី1ដែលយើងទៅគឺទៅរកទៅពាំងបាយជូរព្រៃយកមកត្រាំសាសធ្វើថ្នាំត្រាំផឹកហ្នឹងហើយគោលបំណងទី2គឺទៅកាច់ពុតក្រហមយកមកលីងទុកញ៉ាំលេងបានតែបន្តិចក៏មកដល់អូដែលគេថាធ្លាប់ឃើញទៅពាំងបាយជូរព្រៃដុះនៅហ្នឹងហើយខ្ញុំអត់បានចុះទៅអង្គទេខ្ជិលរកផឹករឹកបន្លាណាប៉ុន្តែគេថាទៅដល់រកអត់មានឃើញផងហើយក៏ឡើងមកវិញដែលកាត់ចការពោតទៅទីតែបេះពូតយកទៅលីងតែពូតអត់ល្អផងពូតចិត្តបានកាច់ទេហើយអត់បានថ្លៃផងហើយពូតមកចការកូនកោះគេនឹងអត់មានល្អច្រើនមាន1 2អីហ្នឹងឯសត្វសេកស៊ីពូតបុំសេកក៏កដោដែរដើរមកមុខបន្តិចឃើញមេអំបៅវាឃើញយើងអត់ផ្អើលអត់ហាលសោះវាទៅមិនសក់ចេញពីតកើខ្លាចជាមេអំបៅមិនដឹងឬក៏វាកំពុងតែនៅញ៉ែគ្នាទេវាមាន2មួយលើមួយក្រោមដឹងមួយណាញីមួយណាឈ្មោលហើយយើងដើរសសៀតាមប្រោព្រំចការហើយសិតតែដើមឈើសិតតែព្រៃសិតតែស្មៅម្ចាស់ចការខ្ជិលដែរធ្វើស្មៅក៏ដែរកាប់ព្រៃនេះជុំវិញនឹងផងកាលពីមុនធ្លាប់នៅធ្វើកាប់ទាំងស្លាស់ហើយបន្ទាប់មកក៏ឲ្យប្រូខលមកកាច់ពូតនេះយកទៅទុកលេងពូតចង់បាន1គីឡូម៉ែនពូតអរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកដល់ចំការពោតហើយដែលបាទធ្វើនៅស្រុកកំរៀងហើយចិត្តប្រមូលផលហើយពោតយើងចាស់ដែរតែឆ្នាំនេះឥឡូវយើងមិនទាន់កាច់ទេតម្លៃគេដាក់តាមសៃឡូគឺ500រៀលតែឥឡូវខ្ញុំសុំស្នើថាតម្លៃ500ហ្នឹងសុំឲ្យស្មើកុំឲ្យមានការចុះដូចស្រូវព្រោះកសិករមួយឆ្នាំយើងចំណាយច្រើនណាស់ខ្វះខាតហើយមកយើងខំធ្វើចងាប់ហើយមកលក់បានថោកហ្នឹងវាអសមអ្វីដែលកម្លាំងកសិករខំធ្វើទេបងប្អូនទាំងអស់គ្នាបាទឥឡូវយើងមកមើលពោតមានតូចមានធំអញ្ចឹងរឿងនេះខ្ចីខ្ញុំកាច់យកទៅដុតអីចឹងណាអានេះកន្លែងអន់នេះកន្លែងអត់nó còn sạch rồi đây anh ấy là cái lai nhỏ lọ thế mình xây xí thế là rồi cho cái ăn thì lọ bị bay mang thêm kháng tích vừa đi nha đi vô đi nè mà em lùi con kia mà không chắc cái này ហើយពូតែយើងកាច់ហ្នឹងមិនមែនលួចគេណាម្ចាស់ចការឲ្យនិយាយនៅមុខវីដេអូហ្នឹងមិនអញហើយកុំយល់ច្រឡំហើយបន្ទាប់ពីកាច់ពូតរួចហើយហ្នឹងក៏យើងដើរបន្តទៅមុខតាមអូទីទៅភ្លៀងវាមកប្រហែលថ្ងៃហ្នឹងមានទឹកហូរឆិចតាមអូដែរអូនេះសាក់រាំងតែ1ថ្ងៃ2ថ្ងៃមើលទឹករីងស្រក់មកអូដើររទៅពាំងបាយជូរព្រៃវត្តចដើស្វាល្អហើយដើរបន្តទៅមុខបន្តិចទៅក៏ឃើញវត្តពាំងបាយជូរមួយដុះតែឯងឡើងវែងទៅលើនេះប៉ុន្តែដល់ពេលយើងមើលទៅអត់មានផ្លែផងពេលអញ្ចឹងទៅក៏ផ្អាកការរប៉ុណ្ណឹងទៅប្រហែលជាវាអត់មានទេអញ្ចឹងក៏រកផ្លូវត្រឡប់ឡើងពីអូនចេញទៅផ្ទះវិញហើយអាវ៉រុញដែលឃើញហ្នឹងគេហៅថាវត្តចដើស្វាអញ្ចឹងពេលសកម្មដែលមករកទៅពាំងបាយជូរហ្នឹងគឺបរាជ័យគឺ fail ហើយអញ្ចឹងអ្វីដែលជោគជ័យបានហ្នឹងគឺកាច់ពោតនឹងឯងសត្វតែពោតដែលបានវីដេអូក៏ដល់ទីបញ្ចប់ហើយគោលបំណងថាថតវីដេអូទំពាំងបាយជូរឲ្យបងប្អូនមើលប៉ុន្តែអត់មានអញ្ចឹងអរគុណសម្រាប់ការទស្សនាបាយ